សភាប្រើភាសាបារាំងគាំទ្របូរណភាពទឹកដីកម្ពុជាអំពាវនាវឲ្យដោះស្រាយបញ្ហាស្របទៅតាមច្បាប់អន្តរជាតិសភាប្រើភាសាបារាំងដែលបានអនុម័តសេចក្តីសម្រេចចិត្តមួយបញ្ជាក់ជាថ្មីនៅការគាំទ្រយ៉ាងមុតមមចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាព្រមទាំងអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃនិងការដោះស្រាយវិវាទដោយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិសេចក្តីសម្រេចនេះត្រូវបានអនុម័តនៅក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី51របស់ ABF ដែលរៀបចំឡើងនៅទីក្រុងយ៉ាអូណេនៃប្រទេសកាមេរូនកាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2026តាមសំណើរបស់គណៈកម្មការនយោបាយរបស់អង្គការនេះនៅក្នុងសេចក្តីសម្រេចចិត្ត ABF បានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍នៃសេចក្តីប្រកាសនៅទីក្រុងបាម៉ាហ្គោនិងទីក្រុងសាំងម៉ូនីហ្វាសច្បាប់អន្តរជាតិព្រមទាំងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ចុះថ្ងៃទី15ខែមិថុនាឆ្នាំ1962និងថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013ដែលពាក់ព័ន្ធទៅនឹងប្រាសាទព្រះវិហារសេចក្តីសម្រេចចិត្តក៏បានលើកឡើងពីសារៈសំខាន់នៃរបៀបវិរៈស្ត្រីសន្តិភាពនិងសន្តិសុខនិងតួនាទីរបស់ស្ត្រីនៅក្នុងការបង្ការជម្លោះនិងការកសាងសន្តិភាពប្រកបដោយចីរភាពដោយសំដៅទៅលើភាពតានតឹងដែលបន្តកើតមាននៅតាមព្រំដែនកម្ពុជាថៃចាប់តាំងពីថ្ងៃទីខែតុលាខែកក្កដាជាស្រ័យឆ្នាំ2025មក ABS បានសម្ដែងនៅការព្រួយបារម្ភចំពោះការបាត់បង់អាយុជីវិតនិងការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនស៊ីវិលរបាយការណ៍ស្ដីអំពីការរំលោភបទចម្បាញ់និងការប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជារួមទាំងខូចខាតដល់ទីតាំងវប្បធម៌និងសាសនាដែលមួយចំនួនស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO សេចក្តីសម្រេចចិត្តក៏បានកត់សម្គាល់ជាពិសេសអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធានៅរៀបចំវិធីសាសនានៅក្នុងទីតាំងវប្បធម៌និងជំនឿសាសនាព្រមទាំងគំនិតរួចផ្ដើមនៅក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះដែលត្រូវបានរាយការណ៍ថាកំពុងកើតមាននៅក្នុងតំបន់ជម្លោះនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា APF បានអំពាវនាវឲ្យគ្រប់ភាគីគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជាជៀសវាងរាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឲ្យស្ថានភាពកាន់តែតានតឹងនិងអនុវត្តឲ្យបានពេញលេញនៅសេចក្តីថ្លែងការណ៍រួមដែលនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខានៅក្នុងទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025សភាប្រើភាសាបារាំងក៏បានសម្ដែងនៅការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនារបស់ប្រជាជនស៊ីវិលនិងបានរំលឹកថាការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលជាកេរដំណែលរួមរបស់មនុស្សជាតិនិងប៉ះពាល់ដល់ការកសាងសន្តិភាពប្រកបដោយចីរភាពនិងការផ្សះផ្សារវាងភាគីទាំងពីរបន្ថែមពីនេះ ABF បានទាមទារឲ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់និងបន្តកិច្ចសន្ទនានឹងការដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ជម្លោះព្រមទាំងបញ្ជាក់សារជាថ្មីនៅការគាំទ្រយន្តការទ្វេភាគីដែលមានស្រាប់ជាពិសេសគឺគណៈកម្មការចម្រុះ JBC និងការដោះស្រាយវិវាទដោយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិអង្គការនេះក៏បានគាំទ្រឲ្យទំនាក់ទំនងរវាងកម្ពុជានិងថៃ
វិលទៅរកភាពប្រក្រតីឡើងវិញដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពបូរណភាពទឹកដីនិងភាពមិនអាចរំលោភបំពាននៃព្រំដែនឆ្លើយតបទៅនឹងការអនុម័តសេចក្តីសម្រេចនេះលោកអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភាដែលបានថ្លែងតាំងនាមព្រឹទ្ធសភារដ្ឋសភានិងប្រជាជនកម្ពុជាដោយសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រជាភូទាំងអស់នៃ ABF ដែលបានគាំទ្រសេចក្តីសម្រេចស្តីអំពីការគោរពបូរណភាពទឹកដីរបស់កម្ពុជាលោកក៏បានលើកឡើងថាការអនុម័តនេះគឺជាសក្ខីភាពបង្ហាញពីការបដិញ្ញាចិត្តរបស់សភាប្រើភាសាបារាំងនៅក្នុងការលើកកម្ពស់និងការគោរពច្បាប់អន្តរជាតិនិងអធិបតេយ្យភាពរបស់រដ្ឋនិងការដោះស្រាយវិវាទដោយសន្តិវិធីលោកក៏បានបន្ថែមថាការគាំទ្រនេះក៏ជាសារមួយផ្ញើទៅកាន់សហគមន៍អន្តរជាតិអំពីសាមគ្គីភាពនិងការទទួលខុសត្រូវរួមរបស់ប្រទេសសមាជិក Francophonie នៅក្នុងការលើកកម្ពស់សន្តិភាពការគោរពច្បាប់អន្តរជាតិនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅរុស្ស៊ីថ្ងៃដដែលអង្គប្រយុំក៏បានបោះឆ្នោតជ្រើសរើសលោកអ៊ុយបូរិតដែលជាប្រតិភូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ABF សម្រាប់អាណត្តិទី2ចាប់ពីឆ្នាំ2026ដល់ឆ្នាំ2028ដែលជាការបន្ថែមសមិទ្ធផលនៃការទូតសភាមួយទៀតសម្រាប់កម្ពុជានៅក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី51នៃសភាបារាំងបាទនេះគឺជាព័ត៌មានអាប់ដេតពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៃចំនួនព្រំដែនកម្ពុជាថៃបាទសម្រាប់បងប្អូនអ្នកគ្នាដែលទស្សនាវីដេអូនេះតើបងប្អូនយល់ឃើញយ៉ាងណាពីព្រោះឥឡូវនេះអន្តរជាតិគេបានដឹងគេបានឮពាក់ព័ន្ធទៅនឹងអ្វីដែលថៃបានឈ្លានពានមកលើប្រទេសកម្ពុជាបាទអញ្ចឹងយើងឆ្លេះត្រឹមប៉ុណ្្នឹងសិនយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តបាទដល់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា